បេះក្រៅផ្ទះមកធ្វើមិញបានស្លឹក7ត្រាប់ខ្ចីលក់មកទេមករះព្រៅនោះបេះយកមកហើយទុកស្លមកជូរបានត្រីសដាយស្លឹក7ដឹងតែឆ្ងាញ់ហ្នឹងនេះត្រីកពតពីផ្សារមកត្រីលាងទឹកសិនដាក់អំបិលត្រីមិញលាងរួចហើយយើងស្រង់វាទុកសិនលាងបន្លែម្ដងនេះបន្លែមិញបេះហើយអត់បានលាងទេតែយកលាងទឹកសិនដាក់ពីគ្នាប៉ុណ្ណេះទៅហាន់ទៀតយើងស្លឹក7មុនយើងពីបិទទឹកស្រង់វាហើយយកទៅហាន់អត់តែទៅលាងពីបិទទឹកនេះផៅម្ទេសលាងចូលគ្នាហ្មងតាអានដាក់ពីលើពេលស្លឆ្អិនបានដាក់ពីលើស្លឲ្យវាឈ្ងុយលាងពីបិទទឹកដូចគ្នាហ្នឹងអត់លិបមកហាន់ទេសម្រាប់ប្រែនេះបងយកទៅមកបិទទួយហើយស្លឹក7យើងត្រូវការហាន់អត់ហើយវាចេញជក់ឲ្យបានអស់លទ្ធភាពវានឹងពីបិទទឹកទៀតវាធំបេះមកមិញហ្នឹងក៏ចាំមិញហ្នឹងតែទឹកចិត្តវាសិនហាន់ហើយចាំអូខ្ចីល្អទឹកចិត្តសបកតិចទៀតតែវាខ្ចីហីចាំហ្មងទៅចេញញ៉ាំដាក់ទាំងសបកដល់ទៅហើយយើងខំចាំពីពេលខ្ចីញ៉ាំមកតែដាក់ទៅមកផ្លោកទៅឆ្អិនបាត់ខ្ចីហ៎នេះមកនិយាយដាំក្រូចទេតាក្រូចទេមានចូលទៅទឹកមានដាក់ស្អីផងអាហ្នឹងមកយើងញ៉ាំទៅវាអត់ខ្លាចនឹងក្បិតនេះខ្លាចជូរទៅក្បិតណាបានយើងពីទឹកទៅចាំទៅទីសិនណាខ្ញុំក៏បៃតងមើលទឹកខ្ញុំក៏បៃតងទឹកមែនតើចេញពណ៌តិចទៀតតាតំណងនេះអានេះស្លឹក7ក៏ត្រូវហាន់ដែរទៅកន្លែងបែបហ្នឹងអានោះទុកដាក់ឆ្ងាយណាដាក់ចូលស្លោហើយពេលលើកមកស្រង់ដាក់ចូលទឹកត្រីញ៉ាំមួយស្លោហ្នឹងស្លឹក7ហ្នឹងអាចប្រាប់ទៅនេះណាហើយទៅទៀតអាវាចេញជូរលឿនព្រោះអត់នេះហើយអត់ចឹងមកពេលម៉ាក់ធ្វើមើលម៉ាក់អីលើក្រោយស្លោឲ្យតាមម៉ាក់ញ៉ាំបានណាទៅก่อนទៅអត់នេះចង់ស្លោតាមម៉ាក់ញ៉ាំអត់ចង់នឹងវិញលេងចានហ្នឹងទៅវិញលេងចានណាកូនទៅទៅអត់គឺទៅមកកុំប្រឡប់ទៅនឹងវិញលេងចានទៅនោះនេះគេមកហើយខ្ញុំសុំមើលតិចទុកមកដុំមកដុំខ្ទឹមតិចដាក់កុំឲ្យវាឆ្អាបចាំមកដុំបាននេះមិនឆ្អាបទេលឿនចា yes ចាពីណាចាម៉ែទុកមកដុំណាអូខេតែដាក់ស្លោចឹងដាក់នេះពី3ហើយតែខ្ញុំហៅទៅហើយណាខាំចាំមិនដឹងទឹកភ្នែកទេអូខេទឹកស្លោមកដាក់ស្លោដាក់ទឹកដាក់លឹងឲ្យពុះសិនទឹកពុះហើយចឹងយើងជុំប្រហុកយើងយកប្រហុកមកជុំដាក់កត្រងដោយសារយើងចង់យកកាកចេញតែនេះប្រហុកសាច់ឯងពេលខ្លះយើងជុំហើយអាចប្រហុកសាច់ហើយនឹងប្រហុកធម្មតាយើងត្រូវទៅយកកាកចេញឯងតែនេះខ្ញុំចង់បានកាកចេញដែរប្រហុកសាច់ក៏ដោយចឹងខ្ញុំក៏ដាក់ជុំកត្រងទៅជុំវាទៅវាត្រូវតែកាយទៅវាលេចឲ្យដកចេញតមកទៀតយើងដាក់ស្លឹក7ម្ដងស្លឹក7នេះយើងច្រាមហើយដាក់ស្លឹក7ចូលដាក់ស្លឹក7មុនដើម្បីឲ្យវាជួយកាត់ឆ្អាបត្រីខ្ញុំអត់ដាក់ត្រីមុនទេចឹងដាក់ចូលឲ្យអស់ទៅអាស្លឹក7យើងហាន់ទុកមុនហ្នឹងបន្តមកទៀតយើងចាប់ផ្ដើមដាក់គ្រឿងនេះស៊ុបមាន់ផលិតផលរបស់ខ្មែរខ្ញុំទិញពីអាន់ធៀនយកមកដាក់ហើយអានេះស៊ុបខ្នុរមិញដាក់ម្ដុំដាក់ឲ្យវាមានរសជាតិឆ្ងាញ់វាជួយបន្ថែមរសជាតិឲ្យស្លយើងបន្តមកទៀតដាក់ទឹកត្រីនេះក៏ទឹកត្រីខ្មែរដែរទឹកត្រីច្រើនតិចក៏បានដែរទឹកត្រីព្រោះវាជួយឲ្យឈ្ងុយស្លម្ជូរវាត្រូវការឈ្ងុយខ្លាំងណាស់ពីប្រហុកហើយនឹងទឹកត្រីបន្តមកទៀតយើងអាចដាក់អំបិលយើងកុំដាក់ច្រើនពេកទីសិនបានអាណាអូយតែដាក់ជ្រុលពិបាកយើងដាក់សុខចិត្តឲ្យស្ទើរទៅភ្លក់ហើយបាត់ស្ទើរយើងដាក់ថែមអាពពុះនេះយើងស្រង់ចេញយើងស្រង់ពីចោលទៅអានេះពពុះនេះវាចេញពីប្រហុកមកយើងដាក់គ្រឿងអស់ហើយយើងអាចដាក់សាច់ចូលនេះកូរវាតិចទៅហើយដាក់សាច់ត្រីដែលយើងបាននេះលាងស្អាតអស់ហើយណាដាក់ចឹងទៅវាធ្វើឲ្យត្រីនឹងអត់ស្អាតវាជួយកាត់ឆ្អាបវាមានខ្ទឹមមានម្ទេសមានគ្រឿងហើយមានស្លឹកអំបិលវាចេញជាតិជូរមកវាកាត់ឆ្អាបចឹងដាក់ត្រីនឹងចូលទាំងអស់ហើយយើងគ្របទុកសិនគ្របឲ្យវាពុះសិនពេលពុះហើយបើគ្របមកយើងកូរតិចកូរខ្លាំងពេកខ្លាចបែកសាច់ត្រីចា
អាហ្នឹងយើងអត់មិនពុះភ្លាមឆ្អិនភ្លាមទេទុកវាមកសធុដែរយើងមើលអាចចុចមើលថៃទៅបើសិនបើថៃឆ្អិនហើយបានយើងដាក់បន្លែយើងងាស់វាបន្តិចដែរដោយសារថៃយើងកាត់កង់យើងធំដែរយើងងាស់ទៅពេលដែលយើងងាស់ហ្នឹងវាចេញជាតិថៃមកមុនហ្នឹងខ្ញុំបានភ្លក់ឲ្យវាស្ទើរជូរអញ្ចឹងខ្ញុំបន្ថែមសណ្តាន់តិចទៀតដោយសារស្លឹងពិលយើងបេះមុនហ្នឹងវាអត់ជូរដោយសារតែខ្ញុំញ៉ាំរាវជូរអញ្ចឹងយើងជ្រុំសណ្តាន់ថែមទៅដាក់មួយល្មមបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់បន្លែនេះយើងដាក់តែបន្តិចបានទេមកពុះបានទេដោយសារថប់យើងបែកក្រូចផ្ទះហ្នឹងវាទូចវាខ្ចីណាអញ្ចឹងទៅកាលណាយើងងាស់យូរពេកវាធ្វើឲ្យបន្លែហ្នឹងវាលួយហើយយើងដាក់បន្លែហ្នឹងចូលទាំងអស់ហើយដាក់ទៅឈុំវាតិចហើយយើងគ្របវាទុកឲ្យវាពុះកាលណាវាពុះបាក់គ្របបន្លែពេលហ្នឹងតែមកពុះហ្នឹងបានទេបន្លែខ្ចីទេអញ្ចឹងយើងបង់ម្រះភៅយកម្រះភៅបង់ដាក់មកដាក់ទាំងអស់ម្រះភៅនេះយើងឃើញច្រើនតែពេលដាក់ចូលទៅវាញោមទៅអស់ហើយជួយឲ្យក្លិនរបស់ស្លយើងឈ្ងុយបន្ថែមរសជាតិស្លម្រះភៅហ្នឹងឈ្ងុយណាយើងដាំក្រូចទាំងនេះសិតតែបន្លែក្រូចទាំងទាំងអស់អត់មានទិញពីផ្សារទេកាលយើងដាក់ហើយយើងអាចបិទភ្លើងបានហើយដួសដាក់ចានយកមកញ៉ាំបានហើយប៉ុណ្ណេះឆ្អិនហើយបានស្លមកមុខតំណងសាច់ពោះថៃតំណងជាងគេនេះយើងបានម្ហូបដ៏ឈ្ងុយឆ្ងាញ់